បន្ទាន់យោធាថៃបានបើកការបាញ់ប្រហារទ្រង់ទ្រាយធំមកលើកងកម្លាំងកម្ពុជានៅព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025នេះកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2025យោធាថៃបានប្រើប្រាស់កាំភ្លើងដៃកាំភ្លើង B40 និងត្បាល់60មីលីម៉ែត្របាញ់ចូលក្នុងទឹកដីកម្ពុជាត្រង់ចំណុចប្រលានថ្មស្រុកចងសានខេត្តព្រះវិហារប៉ុន្តែភាគីកម្ពុជាមិនបានតបតវិញនោះទេព្រោះពុំមានរបួសដល់យោធាឬប្រជាជនណាម្នាក់នោះទេចំណែកភាគីថៃវិញក្រោយពីបញ្ឈប់ការបាញ់បានប្រកាសថាកម្ពុជាបានធ្វើការបាញ់ប្រហារទៅលើយោធាថៃមុនដែលបណ្ដាលឲ្យយោធាថៃម្នាក់បានស្លាប់និង2នាក់ទៀតរងរបួសឈានចូលមកដល់ព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025វេលាម៉ោងប្រហែល 5:04 នាទីព្រឹកយោធាថៃបានបើកការវាយប្រហារទ្រង់ទ្រាយធំមកលើកម្ពុជានៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5នៅវេលាម៉ោង 13:36 នាទីរសៀលយោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដោយបានប្រើប្រាស់អាវុធធុនតូចនិងធុនធំដោយកំរោលនិងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិឋានជនស៊ីវិលរស់នៅបន្ថែមលើនេះទៀតយោធាថៃកំពុងតែពង្រីកការឈ្លានពានមកលើទឹកដីកម្ពុជាគ្រប់ទិសដៅមុខព្រួញទាំងអស់ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ីដែលមានប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំជាសាក្សីក្នុងហេតុការណ៍ឈ្លានពានពីសំណាក់យោធាថៃមកលើទឹកដីកម្ពុជានេះបានបណ្ដាលឲ្យវរៈកងទ័ពកម្ពុជារួមជាមួយនឹងប្រជាជនផងបានស្លាប់និងរងរបួសជាច្រើនអ្នកនិងបានបំផ្លាញទ្រព្យសម្បត្តិកម្ពុជាអស់ជាច្រើនសូមចុច like និង Subscribe ដើម្បីតាមដានសភាពការបន្តទៀតសូមអរគុណ